បាទពេលព្រឹកគឺយើងដើរទៅហូបកាហ្វេចឹងទៅជំរាបសួរស្ដីអ្នកគ្នាបើខាន់ទៅមកប្លុកខ្ញុំទៅចឹងហ្នឹងគឺខ្ញុំនៅអ្នកគ្នាមកមើលសកម្មភាពរបស់ខ្ញុំពេលមួយថ្ងៃនៅថ្ងៃសៅរ៍មកថាខ្ញុំធ្វើគេខ្លះតោះតាមដានរបស់ខ្ញុំទាំងអស់គ្នាសកម្មភាពមុនដំបូងហ្នឹងគឺខ្ញុំបានដើរទៅទិញអីញ៉ាំនៅពេលព្រឹកចឹងទៅតែបើពេលព្រឹកខ្ញុំបានញ៉ាំអីទេគឺការងារទីផ្សាររបស់ខ្ញុំគឺហូរចោលទាំងអស់ហ្មងអ្នកគ្នាចាំមកខ្ញុំហូបបានបន្តិចហើយមេក៏ហៅខ្ញុំប្រជុំចឹងទៅអ្នកគ្នាប្រជុំរឿងការងាររបស់ពួកខ្ញុំចឹងទៅនិយាយគ្នាលេងអីចឹងទៅហើយបន្ទាប់ពីខ្ញុំធ្វើការតាមព្រឹកទីថ្ងៃសៅរ៍ខ្ញុំបានទៅរៀនអង់គ្លេសតអ្នកគ្នាមកមុខខ្ញុំទៅគឺខ្ញុំក៏ដេកខ្លាំងមែនតើបងអ្នកគ្នាពេលខ្ញុំថាអូខ្ញុំដេកខ្លាំងមែនតើឆើនិយាយទៅខ្ញុំចិត្តខ្ញុំងូក្បាលខ្ញុំដេកមើលតែភ្នែកខ្ញុំគឺបាក់ខ្លាំងមែនតើណាក៏តែមួយថ្ងៃនេះគឺការងារច្រើនខ្លាំងមែនតើគឺការងារក៏មិនសូវចេញរៀនក៏រៀនវាពិបាកដែរណាគ្នាបន្ទាប់ពីយើងចេញពីសាលាអង់គ្លេសឥឡូវយើងមកដល់សាលាមួយទៀតហើយគ្នាខ្ញុំរៀននៅសាលា CITIC ចឹងថ្ងៃហ្នឹងគឺបានជួបម៉ោង DSA នៅរៀននៅ CITIC ប្រហែលជាដឹងថាម៉ោង DSA ហ្នឹងម៉ោងអីត្រូវគាត់ម៉ោង database អូយគឺបោកមក database ហ្នឹងខ្លាំងមែនតើណាគ្នាចូលមកថ្ងៃទី1គឺបោកខ្លាំងមែនតើហើយឥឡូវនេះគឺខ្ញុំបានសុំគ្រូចេញម៉ោងមុនដោយសារខ្ញុំប្រញាប់ទៅ birthday មេខ្ញុំណាគឺពួកខ្ញុំគឺស្រកដៃគ្នាខ្លាំងមែនតើគឺ surprise birthday មេខ្ញុំមានទាំងផ្លែឈើមានទាំងបកាយមានទាំងសាច់មានទាំងអីមានការអាំងសាច់ទេណាគ្នាគឺសម្បត្តិខ្លាំងមែនតើគឺវាថាទៅស្រកដៃគ្នាគឺមានអាធីខ្ញុំមើលស្រកដៃជាងគេមកក្រុមហ៊ុនគឺសប្បាយខ្លាំងមែនតើថ្ងៃហ្នឹងគឺពួកខ្ញុំមិនមែនម្ចាស់កម្មវិធីប៉ុន្តែពួកខ្ញុំសប្បាយជាម្ចាស់កម្មវិធីទៀតអូអ្នកគ្នាអាចមើលបានមានទាំងសាច់មានទាំងខោទឹកក្រូចមានទាំងអូបកាយបុកអីមកកណូណាគ្នាគឺខ្ញុំបានថាប៉ុណ្្នឹងទេគឺមានច្រើនជាងហ្នឹងទៀតហើយឥឡូវនេះគឺកន្លែងផ្លុំទៀតណាគ្នាបងមេខ្ញុំគឺស្រោចរហូតហ្មងគាត់សប្បាយចិត្តគាត់នឹងស្មានថាកូនចៅគាត់surprise birthday គាត់អញ្ចឹងហើយបើពួកខ្ញុំគឺសប្បាយជាម្ចាស់កម្មវិធីទៀតអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ